Hello សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំបាទអនាគតមហាសេដ្ឋីចឹងថ្ងៃនេះខ្ញុំបាទមក review រឿងពូធំជាងប៉ាអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងតាមដានទាំងអស់គ្នាទៅរឿងហ្នឹងវាមានន័យយ៉ាងម៉េចនេះគឺជារឿងរ៉ាវមួយដែលបានកើតឡើងក្នុងកំឡុងឆ្នាំ2015-2016គូស្នេហ៍មួយគូមិនដឹងថាស្រឡាញ់គ្នាគូស្នេហ៍មួយគូតាមប្រមាញ់គ្នាបានប្រមាណថ្ងៃនោះទេដោយខាងស្រីហៅខាងប្រុសថាពូពួកគេទាំងពីរនាក់ក៏បាននិយាយត្រូវគ្នារួចហើយក៏បានណាត់គ្នាទៅកន្លែងមួយវាគឺជាកន្លែងដ៏រន្ធត់តក់ស្លុតដែលមនុស្សម្នាជាច្រើនខ្លាចរអាគឺផ្ទះសំណាក់ពួកគេបាននិយាយត្រូវគ្នារួចហើយក៏ធ្វើរឿងដ៏គួរឲ្យរន្ធត់មួយដែលយុវវ័យចូលចិត្តទាំងស្រីទាំងប្រុសគឺគ្មានសម្លៀកបំពាក់ជាប់នៅខ្លួននោះទេស្ថិតនៅក្រោមបរិយាកាសដ៏គួរឲ្យព្រឺព្រួយបែបនេះខាងស្រីក៏បានទាញស្នឹងគោខាងប្រុសយកមកកាន់រួចនាងក៏លាន់មាត់ថាដាក់ចូលហើយណាពូដាក់ចូលហើយណាពូអូយធំអាដាក់ចូលណាពូល្បីពូធំជាងប៉ាដាក់អើយអូយធំចំណែកឯខាងប្រុសក៏បានសួរទៅដៃគូរបស់ខ្លួនថាបោះប៉ាធំចឹងអត់មិនបងឯបងអង្គយូនាងក៏បានបន្លឺនៅសំឡេងដ៏គួរឲ្យតក់ស្លុតបែបនេះអត់ផងពូដល់ប៉ាគឺជាងដល់ពូដល់ពូធំជាងរឿងរន្ធត់បន្ទាប់ពីព្រឹត្តិការណ៍ខ្មោចស៊ីឆ្នាំងគោនេះបានកើតឡើងវីដេអូរបស់ពួកគេក៏ត្រូវបានចែកចាយនៅតាមបណ្ដាញអ៊ីនធឺណិតមនុស្សម្នាជាច្រើននាំគ្នាមើលវីដេអូមួយនោះរួចហើយក៏បង្កើតពាក្យមួយថាពូធំជាងប៉ាទោះបីជារឿងរ៉ាវនោះកើតឡើងតាំងពីយូរក៏ដោយប៉ុន្តែសម្លេងដ៏គួរឲ្យរន្ធត់នេះនៅតែតាមលងបន្លាចមនុស្សម្នាជាច្រើនដែលបានឃើញវីដេអូរបស់ពួកគេពេលខ្លះអ្នកដែលបានមើលវីដេអូរបស់ពួកគេក៏នឹកឃើញសម្លេងដ៏ព្រឺព្រួចរួចក៏យកមកផុសលេងទៅមកដល់ពេលនេះខ្ញុំមិនដឹងនោះទេថាវាជាសម្លេងពិតឬក៏វីដេអូគេបញ្ចូលសម្លេង